នៅលើដីក្រោមមេឃទេឥតមានបុគ្គលណាដែលស្រឡាញ់យើងជាងម៉ែឪយើងទេมันមានទេអត់មានទេថ្ងៃនេះប្រាប់ឲ្យច្បាស់កុំទៅជឿថាមិត្តស្រឡាញ់ឯណាស្រឡាញ់យើងស្មើម៉ែឪអត់មានទេសំបីតែគូសង្សាររបស់យើងដែលស្រឡាញ់យើងក៏មិនទាន់ប្រកបទេណាប៉ុន្តែញោមញាតិជាថាប្រកបហើយស្រឡាញ់ប្រកបបណ្ដាច់បណ្ដូលតស៊ូងាប់រស់ជាមួយគ្នាតែទស្សនៈការយល់ឃើញអាត្មាក្នុងសង្គមមនុស្សអត់ទេបើម៉ែឪបានពិតជាស្រឡាញ់កូនមិនចេះសាបមិនចេះរលាបមិនចេះខាស់មិនចេះអស់ទេពោពេញនៅប្រកដីការស្រឡាញ់ឈ្មោះតែមេត្តាហ្នឹងដល់គូសង្សារស្នេហាអាត្មាមើលទៅអាត្មាមិនអោយពាក្យមិនប្រើពាក្យថាស្រឡាញ់គ្នាតស៊ូងាប់រស់មិនចេះអស់ទេបើអាត្មាមើលទៅខ្លះមានតែកូនមួយកូនពីរបាក់មេឃដល់ហែកទៀតចែកផ្លូវគ្នាហើយអាហ្នឹងណាថាវាអត់ប្រកបអាត្មាប្រើពាក្យថាស្រឡាញ់បណ្ដោះអាសន្នទេហ្នឹង